ដល់វាដែលត្រូវនិយាយពីរឿងនគរពាក្យថានគរមកដល់សប្តាហ៍ថ្ងៃនេះมันសូវជាមានការប្រើប្រាស់ពាក្យថានគរខ្មែរទេគឺដូចជាពាក្យដូរពីពាក្យនគរមកជាពាក្យប្រទេសខ្មែរការនិយាយឬក៏នីតិនិយាយពីរឿងនគរនេះរឿងប្រទេសខ្មែរនេះគឺមានរឿងច្រើនពីអង្គនយោបាយស្រុកខ្មែរដែលខ្ញុំនឹងបើកបង្ហាញគូបញ្ជាក់ពីមូលហេតុដែលខ្មែរដែលជាចក្រភពខ្មែរដែលធ្លាប់ជាមហាអំណាចក្នុងតំបន់មួយដែរតែធ្លាក់ខ្លួនតែបាត់បង់ប្រទេសពីផែនទីបើកុំតែមានបារាំងមកទេណាស់ថាយើងនៅខាងលិចទន្លេមេគង្គប្រហែលជានៅក្រោមការត្រួតត្រារបស់សៀមបាត់ទៅហើយខាងកើតប្រហែលជានៅក្រោមការគ្រប់គ្រងរបស់វៀតណាមបាត់ទៅហើយនេះដងដាងប្រវត្តិសាស្ត្រសំណួរសួរថាហេតុអីបានជាខ្មែរប្រែខ្លួនពីមហាអំណាចពីចក្រភពលាក់ខ្លួនរហូតដល់ស្ទើរតែបាត់បង់ប្រទេសអស់រលីងបែបនេះគឺថាហេតុអីមានការលើកឡើងច្រើនណាស់អ្នកខ្លះថាមកពីខ្មែរបែកបាក់អ្នកខ្លះលើកឡើងថាមកពីខ្មែរចាញ់កលញុះញង់របស់សត្រូវអ្នកខ្លះថាមកពីរាជវង្សខ្មែរមិនរឹងមាំខ្លះមកពីថាជំទល់ជាតិខ្លះថាមកពីខ្មែរមិនប្រឹងប្រែងប្រជាជនរស់នៅមិនប្រឹងប្រែងឲ្យខ្លាំងប្រជាជនអត់សកម្មជាហេតុផលដែលប្រទេសហ្នឹងវាវិនិច្ឆ័យម្ដងបន្តិចប៉ុន្តែសម្រាប់ការយល់របស់ខ្ញុំការលើកឡើងពីបញ្ហាទាំងអស់នោះមិនត្រូវលក្ខណៈនៃសភាពពិតជាក់ស្ដែងរបស់នគរខ្មែរទេតាំងពីអតីតកាលមកដល់បច្ចុប្បន្នគឺមានបុព្វបុរសខ្មែរច្រើនណាស់ខំប្រឹងស្រែកប្រាប់ឲ្យខ្មែររួបរួមខំប្រឹងប្រាប់ឲ្យខ្មែរប្រឹងប្រែងខំប្រឹងស្រែកប្រាប់ឲ្យខ្មែរតស៊ូតែទោះពួកគាត់ខំស្រែកយ៉ាងណាក៏លទ្ធផលគឺដូចអ្វីដែលយើងបានឃើញជាក់ស្ដែងហើយមកដល់យើងបច្ចុប្បន្នក៏មានក្រុមដែលជាខ្មែរដូចគ្នាស្រែកប្រាប់ប្រជាជនក្នុងសម័យកាលនឹងឲ្យប្រឹងប្រែងឲ្យសាមគ្គីឲ្យរួបរวมបើថាសម័យកាលនេះមានប្រព័ន្ធអ៊ីនធឺណិតមានប្រព័ន្ធបណ្ដាញសង្គមងាយឆាប់ជ្រួលជ្រាបទៅគ្រប់មជ្ឈដ្ឋានតែនៅតែប្រើមធ្យោបាយស្រែកប្រាប់ប្រជាជនស្រែកប្រាប់បងប្អូនជនរួមជាតិឲ្យប្រឹងប្រែងឲ្យរួបរวมកុំឲ្យបែកបាក់សាមគ្គីគឺនៅតែស្រែកបែបនោះដដែលទោះថានឹងមានលទ្ធផលល្អប្រសើរធ្វើឲ្យខ្មែររួបរวมធ្វើឲ្យខ្មែរខ្លាំងធ្វើឲ្យខ្មែរមិនរងឥទ្ធិពលពីខាងលិចនិងខាងកើតតទៅទៀតតើការស្រែកបែបហ្នឹងធ្វើឲ្យខ្មែររួចផុតពីគំនាបខ្លានិងក្រពើពីខាងលិចខាងកើតបានទេតើឲ្យខ្មែរខ្លាំងបានទេត្រឹមតែស្រែកប៉ុណ្ណឹងតាមការយល់របស់ខ្ញុំទោះស្រែក100ឆ្នាំទៀតទោះស្រែក1000ឆ្នាំទៀតក៏គ្មានពន្លឺដែលធ្វើឲ្យនគរនេះក្លាយជាជាតិសាសន៍មួយខ្លាំងបានដែរបើអង្គនយោបាយនៅតែបែបនោះដោយពាក្យរបស់ Albert Einstein លោកបញ្ជាក់ថាមានតែមនុស្សឆ្កួតទេដែលធ្វើរឿងដដែលហើយរំពឹងបានលទ្ធផលខុសពីមុនល្អជាងមុនគឺមានតែមនុស្សឆ្កួតទេចុះយើងអ្នកដែលស្រែកដាស់សង្គមអ្នកដែលស្រែកឲ្យខ្មែររួបរวมស្រែកឲ្យខ្មែរខ្លាំងស៊ូថាខុសពីអ្វីដែលជាសម្រេចរបស់ដូនតាខ្មែរជំនាន់មុនអត់តាមការយល់របស់ខ្ញុំអត់ខុសគ្នាទេចុះលទ្ធផលរំពឹងថាខុសពីសម័យកាលដូនតាខ្មែរដែលវិនិច្ឆ័យនគរអត់ក៏ប្រកាសជាមិនខុសគ្នាដែរតែសម័យកាលយើងមានជំទល់ជាតិមួយដែលអាចទ្រសភាពការបានរយៈពេល20ឆ្នាំជាងនេះកុំឲ្យមានសង្គ្រាមស៊ីវិលចាត់ទុកថាជាជំទល់មួយដ៏មាំគូសំហើយចុះអ្វីដែលគូតែធ្វើនៅក្នុងដំណាក់កាលដែលខ្មែរយើងមានជំទល់ហើយតែត្រូវតែរៀបចំឲ្យខ្មែរខ្លាំងតែត្រូវរៀបយ៉ាងម៉េចឬបានត្រឹមតែស្រែកបែបនោះទៀតតាមការយល់របស់ខ្ញុំគឺត្រូវតែរៀបរបស់ដែលសំខាន់ពីរទី1រៀបជំទល់ឲ្យមាំឲ្យខ្លាំងឲ្យរឹងទី2រៀបព្រលឹងនគរធ្វើឲ្យជំទល់នឹងវាមាំបើជំទល់ជាតិមួយ
มันមានការរៀបចំពលឹងដើម្បីទ្រនគរនឹងឲ្យមាំទេប្រកាសណាស់គឺមានរលកជាច្រើនបោកបក់នគរខ្មែរមានរលកផ្ទៃក្នុងរលកគ្នាឯងដែលជាជាតិសាសន៍ខ្មែរដូចគ្នានិងរលកពីខាងលិចខាងកើតហើយនឹងរលកមួយទៀតដែលបោកបក់មករវើយរង្វើយគ្រុំប៉ះទង្គិចគ្រប់រូបភាពហ្នឹងគឺមកពីខាងក្រៅឆ្ងាយដែលជាមហាអំណាចក៏ជារលកធំហើយងាយនឹងបោកបក់នគរយើងឲ្យវិវត្តទៅរកសភាព3ឆ្នាំ8ខែ20ថ្ងៃឬក៏សភាពវឹកវរម្ដងទៀតគឺមានរលកបោកបក់ជាច្រើនរលកដែលងាយបោកខ្ទប់នគរខ្មែរយើងបើជំទល់ដែលយើងរៀបសពថ្ងៃនេះមិនបានរៀបពលឹងឲ្យជំទល់នឹងទេប្រកាសណាស់មិនបានយូរចំនួននោះទេប្រកាសជាមានរលកនយោបាយជាច្រើនបោកបក់ខ្ទប់ជំទល់ជាតិនឹងឲ្យមានបញ្ហាជាមិនខានសំណួរសួរថាអីទៅជាពលឹងនគរអីទៅជាពលឹងឲ្យជំទល់ជាតិស្ដាប់អ្នកដែលស្រែកនៅក្នុងបណ្ដាញសង្គមអ្នកដែលស្រែកនៅក្នុងកម្មវិធី podcast អ្នកដែលស្រែកតាម Facebook ដែលយើងឃើញមានអស់លោកបណ្ឌិតសាស្ត្រាចារ្យមួយចំនួនឬក៏អ្នកដែលឈឺឆ្អាលមួយចំនួនគឺយើងឃើញតែតម្រូវការរបស់ពួកគាត់គឺមើលឃើញសង្គមខ្មែរយើងចាំបាច់ណាស់ត្រូវតែវះកាត់តែអ្វីដែលខ្ញុំចង់គូបញ្ជាក់នោះគឺតើវះកាត់បែបណាដែលមានសង្ឃឹមក្នុងការទទួលបានលទ្ធផលហើយមិនរង្គោះរង្គើដល់ជំទល់ជាតិត្រូវវះកាត់បែបណាគឺមានរបៀបវះហើយការលើកឡើងរបស់ពួកគាត់មានចំណាយក្នុងការរៀបជំទល់ជាតិឲ្យមាំឲ្យខ្លាំងតែចំនួនធំគឺមិនឆ្លើយតបជាមួយនឹងសភាពការជាក់ស្ដែងបានត្រឹមតែការនិយាយពីបញ្ហាតែរកដំណោះស្រាយឆ្លើយតបឲ្យត្រូវលក្ខណៈនៃប្រភពបញ្ហាគឺมันអាចទប់ជាមួយនឹងអ្វីដែលនឹងកើតឡើងនៅពេលដែលគាត់ស្រេចឲ្យធ្វើតែបើសិនជាហ៊ានធ្វើនឹងមានរឿងជាច្រើនដែលវាជាអត្តពលដល់ជំទល់ជាតិដែលមានសពថ្ងៃគឺអ្វីដែលពួកគាត់លើកឡើងគឺមានចំណែកត្រឹមតែក្នុងការរៀបចំជំទល់ជាតិទេតែតកតងនឹងពលឹងរបស់ជំទល់គឺអត់មានការលើកឡើងមួយណាដែលឆ្លើយតបនឹងសភាពការទេខ្ញុំចង់បញ្ជាក់ថាបើធ្វើតាមអ្វីដែលជាការលើកឡើងរបស់ពួកគាត់ជាការធ្វើកំណែតម្រង់ក៏ដោយជាការតាក់តែងច្បាប់ក៏ដោយជាការវះកាត់ក៏ដោយគឺការលើកឡើងទាំងនោះមានចំណែកឆ្លើយតបតែសភាពការដោយផ្នែកហើយវាមិនក្តោបនៅអ្វីដែលជាប្រភពបញ្ហាទាំងមូលអញ្ចឹងប្រៀបដូចជាជំងឺមួយដែលវាអាចវិវត្តខ្លួនបានគ្រប់ពេលបើសិនជាយើងដាក់ថ្នាំមិនត្រូវតែយើងដាក់ថ្នាំព្យាបាលមួយជំងឺមួយហ្នឹងវាបំលែងខ្លួនទៅជាជំងឺ2ជំងឺ3មកទៀតអញ្ចឹងដាក់ថ្នាំទៅព្យាបាលអា2អា3ទៀតវាក៏កើតអា4អា5មកជាហូរហែបើនៅតែធ្វើការព្យាបាលធ្វើការវះកាត់ក្នុងទម្រង់បែបហ្នឹងសួរថាមានសង្ឃឹមអត់ក្នុងការធ្វើកំណែតម្រង់ខ្ញុំថាអត់មានសង្ឃឹមទេតាមការយល់របស់ខ្ញុំដើម្បីឈានទៅដល់ការវះកាត់ត្រូវតែរៀបពលឹងឲ្យចេញសិនរៀបពលឹងដើម្បីសង្កត់ក្នុងបង្គោលជំទល់ជាតិឲ្យមានពលឹងដែលអាចឈរយ៉ាងមាំទាំហើយរលកបើកបក់ពីទិសណាពីក្នុងពីក្រៅពីលិចពីកើតពីឆ្ងាយមកក៏ដោយគឺបោកបក់មកប៉ះបង្គោលនឹងអត់មានអត្តពលធ្វើឲ្យបង្គោលនឹងរង្គោះរង្គើដោយសារអីបង្គោលជំទល់ជាតិហ្នឹងគឺមានពលឹងដាំនៅក្នុងហ្នឹងហើយពលឹងពាក្យថាពលឹងនេះមិនមែនសំដៅលើការរៀបជំទល់ជាតិទេតែសំដៅលើទស្សនវិជ្ជាអង្គនយោបាយដែលធ្វើឲ្យជំទល់ហ្នឹងគឺមិនចេះតែមានជំទល់ផ្សេងមិនចេះតែមានកម្លាំងផ្សេងមកបោកបក់មកវាយប៉ះជំទល់ហ្នឹងនេះជាការរៀបពលឹងសម័យកាលពីអតីតកាលមកដល់បច្ចុប្បន្នហ្នឹងតាំងពីតាសសក់ផ្អែមធ្វើបដិវត្តផ្ដួលរលំតកូលវរ្ម័នមកគឺនគរខ្មែរយើងមានតែជំទល់ទេបានរៀបតែមួយរៀបបានតែជំទល់ជាតិទេអត់បានរៀបពលឹងទេអញ្ចឹងជាលទ្ធផលគឺវិនិច្ឆ័យម្ដងបន្តិចរហូតដល់ស្ទើរតែបាត់បង់នគរព្រោះតែអីព្រោះតែអត់បានរៀបពលឹងខ្ញុំនឹងគូបញ្ជាក់ពីពលឹងរបស់នគរនឹងបន្តិចម្ដងព្រោះថាវាជាទស្សនវិជ្ជានយោបាយមួយដ៏ធំ
វាមិនមែនជាត្រឹមជាការមើលឃើញនឹងភ្នែកទេវាជាការប្រើប្រាស់ការយល់ដឹងយ៉ាងស៊ីជម្រៅលើអង្គនយោបាយហើយធ្វើឲ្យនគរមួយធ្វើឲ្យប្រទេសមួយអាចឈរជើងនៅក្នុងដំណាក់កាលពិភពលោកដែលច្បុកច្បល់នឹងបានហើយមុំតមហើយមិនងាយនឹងមានកម្លាំងផ្សេងមកផ្ដួលបានយើងមិនអាចយកអ្វីដែលយើងឃើញថាប្រទេសនេះគេរៀបចេះប្រទេសនេះគេរៀបចោះមករៀបប្រទេសខ្មែរយើងតាមលំនាំគេទេតាមការយល់របស់ខ្ញុំខ្មែរត្រូវតែមានអ្វីជាការរៀបចំរបស់ខ្លួនឯងដែលទស្សនវិជ្ជាអង្គនយោបាយមួយធ្វើឲ្យជាតិខ្មែរនឹងអាចឈរបានយ៉ាងមាំហើយបើសិនជាខ្ញុំនិយាយភ្លាមថាត្រូវរៀបមិននៅក្នុងវីដេអូនេះខ្ញុំច្បាស់ថាអ្នកដែលស្ដាប់គឺយល់អត់បានទេអត់ដឹងថាអ្វីដែលខ្ញុំលើកឡើងហ្នឹងគឺអង្គបញ្ជាពីអីទេព្រោះថាវាទាមទារការបញ្ជ្រាបនៅទស្សនៈការយល់ដឹងបន្តិចម្ដងពាក់ព័ន្ធជាមួយនឹងអង្គនយោបាយឬក៏បង្គោលឬក៏ពលឹងរបស់បង្គោលជាតិហ្នឹងទៅរៀបមិនបើយើងស្ដាប់ការវិភាគរបស់បងប្អូនជនរួមជាតិដែលនិយាយពីបញ្ហាសង្គមដែលនិយាយពីការវះកាត់ដែលនិយាយពីការធ្វើកំណែតម្រង់គឺជាការនិយាយពីការរៀបចំជំទល់តាមការយល់របស់ខ្ញុំការរៀបចំជំទល់បើសិនជាចង់រៀបជំទល់នឹងឲ្យមុំត្រូវតែមានការយល់ដឹងពីការរៀបពលឹងអមជាមួយគ្នាដែរតែបើរៀបតែជំទល់ទេគឺរៀបបានតែពាក់កដាលទេអត់អាចធ្វើឲ្យនគរខ្មែរយើងមានសង្ឃឹមថាមានពន្លឺទេព្រោះថាវាខ្វះរបស់មួយយ៉ាងនោះគឺពលឹងរបស់ជំទល់ជាតិឥឡូវខ្ញុំគូបញ្ជាក់តែពីជំទល់ជាតិសិនទៅចោះព្រោះថាការលើកឡើងរបស់បងប្អូនជនរួមជាតិមានលោកបណ្ឌិតសាស្ត្រាចារ្យមានអ្នកជឿឆ្អាលជាមួយនឹងសង្គមយើងហ្នឹងគឺគាត់លើកឡើងថាទៅរៀបម៉េចត្រូវវាកាត់យ៉ាងម៉េចត្រូវរៀបចំយុតិធធសង្គមយ៉ាងម៉េចបោះសម្អាតមន្ត្រីអំពើពុករលួយយ៉ាងម៉េចគឺនឹងមានការលើកឡើងជាហូរហែស្រេចឲ្យប្រជាពលរដ្ឋសកម្មយ៉ាងម៉េចស្រេចឲ្យប្រជាពលរដ្ឋសាមគ្គីយ៉ាងម៉េចកុំឲ្យបែកសាមគ្គីយ៉ាងម៉េចគឺមានការស្រែកហូរហែមានការលើកឡើងជាហូរហែតែខ្ញុំថាអត់ឆ្លើយតបជាមួយនឹងសភាពការជាក់ស្ដែងទេតែទៅធ្វើម៉េចដើម្បីឆ្លើយតបជាមួយនឹងសភាពការជាក់ស្ដែងការវះកាត់ការធ្វើកំណែតម្រង់អ្វីក៏ដោយត្រូវតែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ជំទល់ជាតិជាដាច់ខាតត្រូវតែតម្កល់នៅជំទល់ជាតិឲ្យមាំសិនទើបអាចឈានទៅដល់ការធ្វើការវះកាត់ក៏ប៉ុន្តែក្នុងដំណាក់កាលបច្ចុប្បន្ននេះជំទល់របស់យើងត្រូវបានប្រមូលពុកស្មូមយកមកដាក់ពេញស្ថាប័នយកមកដាក់ពេញក្រសួងយកមកដាក់ពេញនាយកដ្ឋានទៅហើយភាគច្រើនខ្ញុំមិនថាទាំងអស់ទេខ្ញុំថាអាចថាច្រើនគឺយកស្មូមមកដាក់អីទៅស្មូមបងប្អូនប្រកាសជាសម័យដល់អ្នកសុំទានទេត្រូវទេតែស្មូមនេះគឺស្មូមដែលមានតួនាទីនៅក្នុងឋានៈជាមន្ត្រីរាជការជាស្មូមនៅក្នុងអង្គភាពជាស្មូមមានតំណែងជាស្មូមមានអំណាចមានតួនាទីនៅក្នុងសង្គមតែជាស្មូមបើយើងគិតមើលថាប្រទេសមួយពោពេញដោយស្មូមសួរថាអាចប្រទេសនឹងអាចខ្លាំងបានទេបើងាកតាណាសតពុស្មូមសតនិសុំទៀនមិននឹងអាចជាប្រទេសដែលខ្លាំងទៅរួចមិននឹងអាចជាប្រទេសដែលរីកចម្រើនទៅរួចអីទៅស្មូមដែលកាន់ច្បាប់ស្មូមដែលមានតួនាទីស្មូមដែលមានអំណាចយើងដឹងគ្រប់គ្នាហើយសូម្បីតែស្ថាប័នដ៏តូចមួយនៅក្រោមចំណុះស្ថាប័នព័ត៌មានគឺមានក្រុមអ្នកពាក់កាតកសែតដើរទៅស្មូមគេដល់ផ្ទះហើយស្មូមគេនិយាយមិនស្រួលថតគេមានបំណងទុច្ចរិតទៅលើគេទៀតយើងឃើញម្ចាស់រោងចក្រតកឯងមានលោកអ្នកកសែតមួយទៅថតគេនិយាយពីរឿងមនោសញ្ចេតនាអីណាណីដើម្បីឲ្យគេបង់នៅលុយមកខ្លួនជាប្រចាំអីជាដើមនេះជាទម្រង់នៃស្មូមមួយហើយលក្ខណៈតូចតាចទេតែស្មូមជាច្រើនទៀតយើងអត់បានចាប់អារម្មណ៍ទេគឺស្មូមដែលមានតួនាទីកាន់អនុវត្តនៅច្បាប់ខ្ញុំមិនអាចនិយាយទាំងអស់បានទេនិយាយច្រើនបានទេតែបងប្អូនមើលឃើញក្នុងសង្គមយើងជាក់ស្ដែងទៅដឹងហើយក្នុងស្ថាប័នពន្ធដារក៏ដោយគយក៏ដោយស្ថាប័នបរិស្ថានក៏ដោយ
ថាបានព្រៃឈើអីក៏ដោយថាបានជលផលក៏ដោយគឺថាតើសម្បូរអ្នកដែលកាន់ច្បាប់ទៅស្មុំនៅអ្វីដែលជាកម្លាំងញើសឈាមរបស់ប្រជាពលរដ្ឋអត់បងប្អូនជនរួមជាតិខ្មែរទាំងអស់ស្ទើរតែជារឿងធម្មតាទៅហើយរឿងហ្នឹងវាคล้ายទៅជាជំងឺមួយរ៉ាំរ៉ៃនៅក្នុងសង្គមយើងរហូតដល់ធ្វើឲ្យកោសិកាសង្គមយើងវាស៊ាំនឹងជំងឺហ្នឹងមានអារម្មណ៍ថាធម្មតាទៅហើយសប្តាហ៍ថ្ងៃអញ្ចឹងដំណោះស្រាយទៅត្រូវតែបោសសម្អាតស្មូមពីសង្គមយើងម្ដងបន្តិចតែត្រូវបងមិនបោសស្មូមយ៉ាងម៉េចខ្ញុំនិយាយខ្ញុំប្រៀបធៀបរឿងស្មូមបន្តិចចុះបើស្មូមសុំទានតាមផ្លូវគឺពួកគាត់មានបំណងត្រឹមតែសុំការអាណិតពីបងប្អូនដែលឆ្លងកាត់បងប្អូនដែលធ្វើដំណើរក្បែរគាត់មានសទ្ធាជូនគាត់ជាលុយបន្តិចបន្តួចដើម្បីគាត់មានសង្ឃឹមក្នុងការរស់បន្តទៀតនេះជាអ្នកសុំទានជាស្មូមក្នុងការយល់របស់យើងតែស្មូមមួយបែបទៀតគឺប្រើអំណាចប្រើទូនាទីប្រើឋានៈប្រើច្បាប់មកស្មូមមកសុំគេតែបើគេមិនអោយនឹងមានបញ្ហាត្រង់នេះដែលវាគ្រោះថ្នាក់អញ្ចឹងក្នុងវិស័យរកស៊ីទាំងខ្នាតធំខ្នាតមធ្យមខ្នាតតូចគឺត្រៀមកញ្ចប់ថវិកាជាប្រចាំដើម្បីទុកឲ្យពួកស្មូមនឹងទៅយកជាប្រចាំខ្ញុំនិយាយបែបនេះគេថាមានអាចថានិយាយអត់ផុសតាងមានជាហោហាយហើយខ្ញុំអត់អាចលើកឡើងយកមកនិយាយអស់ទេព្រោះតែវាច្រើនពេកហើយបងប្អូនជនរួមជាតិក៏ដឹងឮដែរហើយមេដឹកនាំរបស់យើងក៏មិនចង់ឃើញប្រទេសយើងអញ្ចឹងដែរបេះដូងរបស់ពួកគាត់ក៏ចង់រៀបចំឲ្យនគរយើងឲ្យប្រទេសយើងនឹងវាស៊ីវិល័យដែរវាខ្លាំងដែរវាคล้ายជាប្រទេសមួយមានមុខមានមាត់មានការរីកចម្រើនដែរតែស៊ូថាបញ្ហាចាក់ស្រេះទាំងអស់នោះត្រូវដោះយ៉ាងម៉េចនឹងជារឿងដែលសំខាន់ហើយការដោះហ្នឹងគឺមិនប៉ះពាល់ដល់ជំទល់ដែលទ្រជាតិយើងសពថ្ងៃស៊ូថាការដោះហ្នឹងវាងាយនឹងប៉ះដល់ជំទល់យ៉ាងម៉េចប្រទេសយើងកើតមកដល់ពេលនេះមានសន្តិភាព20ឆ្នាំជាងនេះព្រោះតែនយោបាយឈ្នះយ៉ាងម៉េចគឺប្រមូលអ្នកដែលព្រមចោះចូលមកមានទូនាទីមានឋានៈនៅក្នុងមន្ត្រីរាជការឬក្នុងជួររដ្ឋាភិបាលគឺពួកគាត់ព្រមចោះចូលព្រោះតែដើម្បីមានផលប្រយោជន៍ឲ្យពួកគាត់មានជាតំណែងមានផ្កាយមានស័ក្តិមានអំណាចឲ្យពួកគាត់ដើម្បីឈរនៅក្នុងសង្គមនឹងដើម្បីភាពមានបានដើម្បីភាពមានមុខមាត់មានអំណាចនៅក្នុងសង្គមនឹងអញ្ចឹងចែកគ្នារហូតដល់សប្តាហ៍ថ្ងៃហ្នឹងគឺផ្កាយសឹងថាដូចលោកពូមេបញ្ជាការកងរាជអាវុធហត្ថលោកលើកឡើងអញ្ចឹងថាសុខខ្មែរយើងកាយគឺអាមេរិកកាំងសុំខ្មែរបើដូរមកជាលុយបាននឹងបានលុយច្រើនប៉ុណ្ណាគាត់ថាវាច្រើនពេកសុថាហេតុអីបានច្រើនបែបហ្នឹងព្រោះនយោបាយឈ្នះល្អក្នុងការធ្វើឲ្យប្រទេសយើងមានសន្តិភាពប៉ុន្តែផលអវិជ្ជមានរបស់វាគឺប្រមូលគ្រប់មនុស្សដែលមាននិន្នាការផ្ទុយមកនៅក្នុងស្ថាប័ននឹងដែរហើយពួកគេចូលមកនឹងមិនមែនដើម្បីជាតិមិនមែនដើម្បីមាតុភូមិដ៏កំសត់នេះទេតែដើម្បីខ្លះដើម្បីអំណាចខ្លះដើម្បីភាពមានបានហើយនិយាយឲ្យស្រួលស្ដាប់គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនអញ្ចឹងពួកគេចូលមកក្នុងរចនាសម្ព័ន្ធណាមួយជាមន្ត្រីរាជការក៏ដោយជាស្ថាប័នមន្ត្រីនយោបាយក៏ដោយមន្ត្រីអនុវត្តក៏ដោយគឺពួកគេមកធ្វើអីពួកគេចូលមកដើម្បីបូមយកផលប្រយោជន៍ពីសង្គមនឹងវាមិនចឹងអញ្ចឹងលទ្ធផលនៃការប្រមូលអ្នកដែលមានបំណងមកបូមផលប្រយោជន៍ពីសង្គមនឹងសង្គមយើងយ៉ាងម៉េចពូពេញដោយអ្នកបូមបែបហ្នឹងគឺវារីងស្ងួតហើយអ្វីដែលយើងឃើញជាក់ស្ដែងលទ្ធផលហ្នឹងគឺស្មូមពេញប្រទេសស្មូមសឹងគ្រប់ស្ថាប័នហើយគឺឋានណាមិនដឹងស្ថាប័នសុខាភិបាលសាកទៅសុំអាជ្ញាប័ណ្ណពាក់ព័ន្ធជាមួយនឹងការរត់ប្រវេតផលិតផលក៏ដោយការ
បន្តសុពលភាពលេខបញ្ជីការក្រុមហ៊ុនអីក៏ដោយបើមិនមានពឹងសេវាកម្មដែលត្រូវចំណាយលុយទេងាយធ្វើអត់គឺអត់ទេគ្រប់ច្រកគ្រប់លហកគឺត្រូវការប្រើលុយហើយមិនគេរៀបមិនគេប្រើអ្វីដែលជាសិទ្ធិរបស់គេដែលជាទូនាទីរបស់គេអំណាចរបស់គេច្បាប់ដែលគេមាននៅក្នុងដៃមកដើម្បីសុំលុយប្រជាពលរដ្ឋហើយសុំហ្នឹងមិនមែនសុំធម្មតាសុំតែយើងមិនព្រមឲ្យគឺនឹងមានរឿងដល់ខ្លួនហើយមានកំហុសជាច្រើនដែលវាលេចឡើងនៅក្នុងច្បាប់ដែលមានស្រាប់ហ្នឹងគឺក្នុងសភាពជាក់ស្ដែងនៃស្រុកយើងពាក់ព័ន្ធជាមួយនឹងដំណាភាពពាក់តងជាមួយនឹងការបង់ពន្ធអីក៏ដោយគឺវាមានចន្លោះប្រហោងជាច្រើនប្រព័ន្ធបង់ពន្ធវាមិនអាចដំណាភាពវាមិនអាចត្រឹមត្រូវ 100% បើសិនជាយើងមិនពឹងសេវាកម្មហើយអ្នកដែលរកស៊ីសេវាកម្មលើការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យត្រូវជាមួយនឹងការបង់ពន្ធតើជានរណាអ្នកដែលទទួលធ្វើសេវាកម្មហ្នឹងធំគឺមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធជាមួយនឹងការធ្វើសវនកម្មទៅស៊ើបមើលទៅមិនចឹងខ្ញុំនិយាយខអត់សិតតែជាស្មូមគ្រប់ស្ថាប័នទៅហើយស៊ូថាបើប្រទេសយើងស្មូមពេញប្រទេសបែបហ្នឹងស៊ូថាសង្ឃឹមទេថាខ្លាយជាប្រទេសរីកចម្រើនស៊ីវិល័យបានដាក់គោលនយោបាយអភិវឌ្ឍប្រទេសទៅសង្ឃឹមទេរឿងរីកចម្រើនគឺមិនងាយទេជំហានដំបូងគឺត្រូវបោះសម្អាតស្មូមសិនតើត្រូវបោះមិនមានការលើកឡើងថាត្រូវតែផ្ដល់អំណាចឲ្យប្រជាជនមកវិញឲ្យច្រើនបោះឆ្នោតជ្រើសរើសមេភូមិមេឃុំមេខេត្តមេស្រុកនិងតំណាងរាស្ត្របោះឆ្នោតចំមុខជ្រើសរើសបុគ្គលដែលជាមនុស្សរបស់ប្រជាជនចង្អុលចង់បានគឺថាធ្វើបែបហ្នឹងបានអត់ដូចការលើកឡើងរបស់បងដែលនៅក្នុងកម្មវិធី podcast ចក្ខុ podcast អញ្ចឹងឯងក្នុងកម្មវិធីដែលហៅអញ្ជើញភ្ញៀវកិត្តិយសជាច្រើនមកនិយាយនៅក្នុង podcast ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការរៀបចំយ៉ាងណាឲ្យប្រជាពលរដ្ឋមានសិទ្ធិមានអំណាចសុថារៀបបែបហ្នឹងឆ្លើយតបសភាពការអត់ចុះបើអ្នកដែលមកផ្លុំជាប្រជាពលរដ្ឋអ្នកដែលមកប្រាប់ប្រជាពលរដ្ឋមកគោះរំលើងកម្លាំងមហាជនហ្នឹងជាមនុស្សដែលមានបំណងមកផ្ដួលរាជរដ្ឋាភិបាលសុថាពេលហ្នឹងនឹងមានរឿងអីកើតឡើងមិនវីវនគរយើងម្ដងទៀតវាប៉ះចំទល់ជាតិបាត់ហើយហ្នឹងគឺអាហ្នឹងជារឿងជាភាពជាក់ស្ដែងត្រូវតែមើលឲ្យឃើញភាពជាក់ស្ដែងនៅក្នុងសង្គមយើងហ្នឹងតើនឹងអាចមានរឿងអីខ្លះកើតឡើងឬក៏ថានិយាយបែបហ្នឹងបញ្យល់ប្រជាពលរដ្ឋឲ្យគាត់យល់ទៅបញ្ហាវាត្រូវតែដោះស្រាយនៅពេលដែលប្រជាពលរដ្ឋយល់ដឹងទាំងអស់ភាគច្រើនគឺថាមើលក្នុងសង្គមយើងជាក់ស្ដែងតើប្រជាពលរដ្ឋប្រមាណអ្នកចូលចិត្តស្ដាប់ពាក់ព័ន្ធជាមួយនឹងសង្គមចូលចិត្តស្ដាប់ពាក់ព័ន្ធជាមួយនឹងការអភិវឌ្ឍប្រទេសនឹងឲ្យរីកចម្រើនចូលចិត្តស្ដាប់រឿងសង្គមច្រើនជាងចូលចិត្តស្ដាប់រឿងហែកហួរគ្នានៅក្នុងបណ្ដាញសង្គមយើងមើលអ្នកដែលនិយាយពីបញ្ហាសង្គមបានប្រមាណខេហើយអ្នកហែកហួរនៅក្នុងបណ្ដាញសង្គមតែមកភ្លាតរាប់សិបខេប៉ុណ្ណឹងយើងវាស់បានហើយតើអាចប្រើចំណេះដឹងរបស់ប្រជាពលរដ្ឋមកសម្រាប់ជោគវាសនាប្រទេសបានអត់គឺទៅអត់រួចទេវាអញ្ចឹងវាត្រូវទទួលស្គាល់ការពិតថាវាអញ្ចឹងហើយចាំមកដោះស្រាយមិនមែនចេះតែនិយាយកោកឲ្យប្រជាពលរដ្ឋយល់ដឹងឲ្យប្រជាពលរដ្ឋចូលរួមប្រជាពលរដ្ឋសាមគ្គីទៅតែនិយាយនេះឆ្លើយតបសភាពការជាក់ស្ដែងអត់ការស្រែកឲ្យប្រជាពលរដ្ឋខ្លាំងស្រែកឲ្យប្រជាពលរដ្ឋសកម្មស្រែកឲ្យប្រជាពលរដ្ឋប្រឹងប្រែងស្រែកឲ្យប្រជាពលរដ្ឋសាមគ្គីហ្នឹងគឺស្រែកមកច្រើនចំនួនមកហើយតែលទ្ធផលយ៉ាងម៉េចលទ្ធផលគឺវិនិច្ឆ័យនគរជាតិអស់ហ្នឹងហើយលទ្ធផលឃើញជាក់ស្ដែងទៅវាអញ្ចឹងឬក៏នោមគ្នានៅតែស្រែកអញ្ចឹងទៀតស្រែកឲ្យយើងអស់ប្រទេសហ្មងទៅហីកុំឲ្យពិបាកមានឈ្មោះជាខ្មែរទៀតឥឡូវហ្នឹងគូតែផ្សារភ្ជាប់សាច់ឈាមជាមួយខាងកើតខ្លះទៅហីផ្សារភ្ជាប់សាច់ឈាមជាមួយខាងលិចខ្លះទៅហីនៅពេលដែលបាត់ទៅវាស្រួលមានខ្សែរយៈខ្ញុំនិយាយបែបនេះក៏ព្រោះតែមើលឃើញថាការស្រែកបែបហ្នឹងការមើលឃើញត្រឹមតែបញ្ហាបែបហ្នឹងគឺมันអាចឆ្លើយតបជាមួយនឹងសភាពការរបស់ប្រទេសខ្មែរបានទេអញ្ចឹងដើម្បីឆ្លើយតបជាមួយនឹងសភាពការដូចជាការបោសសម្អាតស្មូមក្នុងប្រទេសឲ្យកាន់តិចទៅត្រូវធ្វើយ៉ាងម៉េចគឺតាមការយល់របស់ខ្ញុំលើកជាការយល់របស់ខ្ញុំគឺត្រូវតែធ្វើយ៉ាងណា
កុំមានផលប៉ះពាល់ដល់ជំទល់ដែលត្រូវជាតិសប្ងៃគឺมันអាចធ្វើរឿងនឹងកើតទេมันអាចមានវិធីណាដែលរកជំទល់ផ្សេងមកត្រនគរខ្មែរក្នុងដំណាក់កាលហ្នឹងគឺมันអាចធ្វើបែបហ្នឹងបានទេចាំបាច់ត្រូវតែរក្សាជំទល់មួយហ្នឹងហើយរក្សាឲ្យមាំទៀតទើបអាចចាប់ផ្ដើមគិតពីវិធីត្រូវបោះពុកស្មុំនៅក្នុងសង្គមរបៀបបោះតាមការយល់របស់ខ្ញុំសូមប្រៀបធៀបថាក្នុងសង្គមខ្មែរយើងសប្តាហ៍ថ្ងៃហ្នឹងគឺឆ្មានឹងកដុលគឺឆ្មាលែងចាប់កដុលហើយឆ្មានឹងកដុលបែរជាលួចចែកចំណីគ្នាស៊ីនៅក្នុងសង្គមយើងសភាវៈឆ្មាដែលតែងតែចាប់កដុលបានប្រែคล้ายទៅជាឆ្មាមួយដែលស៊ីស៊ូជាមួយនឹងកដុលខ្លះលួចលាក់ខ្លះដល់ថ្នាក់លែងអៀនខ្មាស់បង្ហាញជាសាធារណៈហើយគឺចែកផលប្រយោជន៍គ្នាស៊ីនៅក្នុងសង្គមយើងនឹងគឺខ្ញុំចង់សម្ដៅលើមន្ត្រីអនុវត្តច្បាប់និងអ្នកកលខូចគឺត្រូវគ្នាសុំកលុំមួយគ្នាដើម្បីជញ្ជក់អ្វីដែលមាននៅក្នុងសង្គមយើងនឹងចែកផលប្រយោជន៍គ្នាហែកបែងចែកជញ្ជក់ឈាមប្រជាពលរដ្ឋតាមរយៈការមន្ត្រីអនុវត្តច្បាប់ស៊ីស៊ូជាមួយនឹងអ្នកដែលកលខូចអ្នកដែលកេងប្រវ័ញ្ចអ្នកដែលរំលោភបំពាននៅក្នុងសង្គមមួយនឹងបងប្អូនមើលឃើញទេថាក្នុងសង្គមខ្មែរយើងសប្តាហ៍ថ្ងៃឆ្មានឹងកដុលឆ្មាលែងចាប់កដុលហើយចាប់ដែរតែពេលខ្លះចាប់បានតែអាទុយអាតាចឯងអត់ហ៊ានចាប់អាធំឯអានឹងមួយទៀតគឺឆ្មានឹងកដុលលួចត្រូវគ្នាលួចចែកចំណីគ្នាស៊ីហើយវាបាត់សភាពពិតនៃសភាពធម្មជាតិរបស់ឆ្មានឹងកដុលហើយអ្នកអនុវត្តច្បាប់នឹងពូកដែលខលខូចពូកដែលកេងប្រវ័ញ្ចពូកដែលរំលោភបំពាននៅក្នុងសង្គមយើងហ្នឹងវាគូណាស់តែត្រូវបានមន្ត្រីអនុវត្តច្បាប់តាមប្រមាញ់យ៉ាងយកចិត្តទុកដាក់តាមប្រមាញ់យ៉ាងសកម្មតែពេលនេះគឺហាក់បីដូចជាពីរអ្នកនឹងត្រូវគ្នាហើយឆ្មានឹងកដុលត្រូវគ្នាហើយគឺថាយើងដែលជាពលរដ្ឋសង្គមអីទៀតវាប្រៀបដូចជាប្រជាពលរដ្ឋដែលដេកនៅក្នុងមុងហើយមុងនឹងគឺចំហពីខាងលិចពីខាងកើតពីខាងត្បូងខាងជើងគឺចំហគ្រប់ច្រកហើយមូសចូលមកជញ្ជក់ឈាមពេលណាក៏បានប្រជាពលរដ្ឋដែលដេកក្នុងមុងហ្នឹងគឺមូសចូលមកជញ្ជក់ឈាមពេលណាក៏បានខ្ញុំប្រៀបធៀបបែបហ្នឹងឲ្យបងប្អូនមើលឃើញថាសប្តាហ៍ថ្ងៃនេះឆ្មានិងកដុលគឺឆ្មាលែងចាប់កដុលពេញទំហឹងហើយឆ្មានិងកដុលคล้ายជាមិត្តដ៏ជិតស្និទ្ធคล้ายជាអ្នកចែកចំណីគ្នាស៊ីអញ្ចឹងដំណោះស្រាយត្រូវតែបំបែករវាងឆ្មានិងកដុលកុំឲ្យត្រូវគ្នាតែត្រូវបំបែកយ៉ាងម៉េចបំបែកឲ្យឆ្មានិងកដុលคล้ายជាសត្រូវតាមប្រមាញ់គ្នាឡើងវិញហើយជាសត្រូវស៊ីសាច់ហត់ឈាមជាសត្រូវសឹងថាឃើញមិនបានឆ្មាឃើញកដុលមិនបានត្រូវតែតាមកំតិចត្រូវតែតកាតាមខំតែម្ដងពេលហ្នឹងទើបសង្ឃឹមនៃការបោសសម្អាតស្មូមពីសង្គមរបស់យើងដោយសារអីដោយសារតែអ្នកអនុវត្តច្បាប់គឺមិនត្រូវគ្នាជាមួយនឹងពូខូចទេតែត្រូវធ្វើម៉េចបំបែកបំបែកស្មានឹងកដុលកុំឲ្យត្រូវគ្នាតាមការយល់របស់ខ្ញុំទី1គូណាស់តែមានច្បាប់មួយដែលអ្នកសោកអត់ទោសតែអ្នកស៊ីមានទោសហើយទោសធ្ងន់ទៀតគឺថាហេតុអីបានត្រូវតែងច្បាប់ហ្នឹងព្រោះថាវាមិនដែលមានរាជទៅសោកវាមិនដែលមានមន្ត្រីមកសោករាជទេវាមានតែរាជទៅសោកមន្ត្រីអញ្ចឹងបើសិនជាអ្នកសោកមានទោសហើយទោសធ្ងន់ទៀតអ្នកទទួលសំណុកមានទោសហើយទោសធ្ងន់ទៀតហើយអ្នកសោកអត់ទោសនៅពេលដែលមានការទទួលសំណុកតែម្ដងជាមន្ត្រីអនុវត្តច្បាប់ក៏ដោយជាមន្ត្រីក្នុងស្ថាប័នណាដែលមានតួនាទីណាមួយនៅក្នុងនឹងក៏ដោយឲ្យតែទទួលសំណុករបស់គេគឺคล้ายជាចំណាត់ខ្មាំងរបស់អ្នកដែលសោកនឹងអស់មួយជីវិតទូថាហ៊ានស៊ីផ្ដេសផ្ដាសហ្នឹងហើយពេលហ្នឹងពីរហ្នឹងទុកចិត្តគ្នាបើច្បាប់ពីមុនតែងចែងថាអ្នកសោកនិងអ្នកស៊ីមានទោសស្មើគ្នាអញ្ចឹងពីរហ្នឹងអាចប្តឹងគ្នាគឺមិនងាយទេទុំកលុំគ្នាបាត់ហើយហ្នឹងអញ្ចឹងបើតែច្បាប់បែបហ្នឹងពីរហ្នឹងលែងទុកចិត្តគ្នាតំដែរអញស៊ីតែម្ដងលែងខ្លាចជាចំណាត់ខ្មាំងវាមកជាតិហ្នឹងស៊ូថាហ៊ានបថុយអត់ងាយទេតើតែវាដល់ដំណាក់កាលមួយដែលលុយវាច្រើនហើយវាបាត់បង់អារម្មណ៍ភ័យខ្លាចហើយយកបានប៉ុណ្ណឹងសិនអញ្ចឹងហ៊ានធ្វើបងថ្ងៃមួយគេយកទៅប្តឹងមានភ័ស្តុតាងថាទ
ទទួលសំណូកប៊ឹមពេលនោះអ្នកដែលទីសំណូកជាច្រើនទៀតមើលឃើញថាទេវៃនេះច្បាប់មួយនេះលេងធ្វើឲ្យឯងដែលជាអ្នកស៊ីសំណូកហ្នឹងខ្លាយទៅជាចំណាត់ខ្មាំងរបស់គេអញ្ចឹងហ៊ានស៊ីផ្ដេផ្ដាស់ហើយប្រកាសជាពិចារណាសិនហើយរឿងស៊ីហ្នឹងគឺមិនងាយទេអញ្ចឹងអារឿងមិនងាយហ្នឹងវាមានប្រឡោះក្នុងការស៊ីទៀតដូចយើងឃើញដូចជាបែកធ្លាយលើរឿងតកែរោងចក្រស្វាយនិយាយរឿងមន្ត្រីបរិស្ថានទៅទាលុយអត់យកជាលុយមាននៅក្នុងកុងទេយកជាលុយសុទ្ធហើយយកឲ្យក្នុងឡានទៀតដើម្បីអីកុំឲ្យមានប៉ុស្តិ៍តាំងចាត់ប្រកាសក៏ប៉ុន្តែមធ្យោបាយរបស់អ្នកសោកត្រូវតែមានមធ្យោបាយក្នុងការកាត់សម្គាល់ប្រមូលនៅភស្តុតាងដើម្បីទុកជាចំណុចខ្សោយរបស់អ្នកដែលស៊ីសំណុករបស់យើងនឹងរឿងដែលត្រូវធ្វើហើយបើសិនជាមានច្បាប់អ្នកសោកអត់ទោសអ្នកស៊ីមានទោសទៀតពេលហ្នឹងគឺធ្ងន់ហើយអ្នកស៊ីកាន់អ្នកទទួលសំណុកកាន់តែភ័យខ្លួនហើយប៉ុន្តែវានៅមានចន្លោះក្នុងការនៅតែអាចស៊ីបានបើសិនជាស្ថាប័នយុតិធម៌មិនអាចរកយុតិធម៌ឲ្យច្បាប់ដែលយើងតែងពីមុនបានឥឡូវច្បាប់តែងថាអ្នកស៊ីត្រូវតែមានទោសអ្នកសោកអត់ទោសបើយើងយករឿងនឹងទៅប្តឹងជាមួយនឹងស្ថាប័នរកយុតិធម៌ហើយបែរជាស្ថាប័នរកយុតិធម៌ហ្នឹងអត់មានសុក្រិតអត់មានភាពត្រឹមត្រូវនិងអត់មានតម្លាភាពឲ្យជនរងគ្រោះពេលហ្នឹងវាមិនច្បាប់ពីខាងមុខហ្នឹងវាអត់ន័យដែរតែច្បាប់សង្គមថាការពារប្រជាពលរដ្ឋបានតែនៅក្នុងស្ថាប័នយុតិធម៌បែរជាអត់មានសិទ្ធិប្រជាពលរដ្ឋចូលទៅក្នុងតុលាការហ្នឹងអត់ថតក៏គ្មានសិទ្ធិថតសម្លេងក៏គ្មានសិទ្ធិគំបីតែចង់ធ្វើអ្វីដើម្បីបង្ហាញផុសតាងគឺអំណាចនៅក្នុងដៃតុលាការទាំងអង្គពេលហ្នឹងប្រជាពលរដ្ឋចូលទៅដូចសត្វជាអញ្ចឹងបើសិនជាតុលាការជាអូខេអាចថាជាដំរីហើយជនចុងចោតឬក៏ជនដែលល្មើសច្បាប់ជាខ្លាពីនឹងលួចត្រូវគ្នាបាត់ហើយជាមចូលទៅមិនញែបនៅក្នុងតុលាការនឹងបាត់ហើយស្រែកមិនរួចបើយកផុសតាងពីការកាត់ក្តីយកផុសតាងពីការបកស្រាយសាលឯកាអីផ្សេងពីច្បាប់ផ្សេងមុននឹងដាក់មុននឹងអាកាត់ហ្នឹងគឺអត់មានជាផុសតាងមួយដើម្បីឲ្យអ្នកជាមដែលចូលទៅក្នុងតុលាការហ្នឹងអាចមានសិទ្ធិមានអំណាចគ្រប់គ្រាន់ក្នុងការគៀបសង្កត់ប្រព័ន្ធយុតិធម៌បានទេវានៅតែមិនអាចរកយុតិធម៌ឲ្យជនរងគ្រោះបានអញ្ចឹងចាំបាច់ត្រូវតែមានច្បាប់អនុញ្ញាតឲ្យជាមដែលចូលទៅក្នុងតុលាការហ្នឹងមានសិទ្ធិថតមានសិទ្ធិ live ជាសាធារណៈបើធ្វើរឿងនឹងបានច្បាប់មុនដែលចែងថាអ្នកសោកអត់ទោសអ្នកស៊ីមានទោសហ្នឹងវានឹងមានតម្លាភាពនៅក្នុងប្រព័ន្ធយុតិធម៌ក្នុងប្រព័ន្ធតុលាការពេលហ្នឹងហើយបានឆ្មានឹងកដុលចាប់ដើមខ្លាយជាសត្រូវបដិបកនឹងគ្នាអត់ហ៊ានស៊ីទេឯងយកពីប្រមាណយកមកឲ្យអញទទួលសំណូកទៀតចាំតែស៊ីឯងតែម្ដងលេងខ្លាយជាចំណត់ខ្មាំងរបស់ឯងមួយជាតិអញមិនទៅភ្លើទេអញ្ចឹងចាប់ដើមរឿងនឹងមួយហើយរឿងមន្ត្រីយុតិធម៌នៅក្នុងតុលាការចាប់ដើមមានគំនាបពីវងជាមពីប្រជាពលរដ្ឋដែលចូលទៅមានសិទ្ធិមានដបងកាន់គ្រប់ដៃគឺបណ្ដាញសង្គមនឹងអាចថតអាច live បាននោះមិនជាអំណាចនៅក្នុងដៃប្រជាពលរដ្ឋពេលហ្នឹងហ៊ានកាត់ក្តីផ្ដេសផ្ដាស់ខ្លាចសាធារណៈខ្លាចទីភ្លឺដែលបង្ហាញមកមហាជនអញ្ចឹងមន្ត្រីដែលខំប្រឹងរៀនរាប់ឆ្នាំរំតែចប់ផ្នែកច្បាប់ខ្លាយជាមន្ត្រីកាត់ក្តីក៏ដោយខ្លាយជាកាឡាបញ្ជីក៏ដោយខ្លាយជាអីដែរគឺទាមទារការរៀនសូត្រជាច្រើនឆ្នាំយើងមើលតែសភៅច្បាប់ទៅយើងដឹងហើយអង្គតែក្រាស់ជាងសភៅពេទ្យផងហើយរៀនប្រហែលឆ្នាំរៀនឡើងតែពេទ្យក្បាលហើយឲ្យដំគតិនៃការរៀនរបស់គាត់ក៏គួរឲ្យសរសើរដែរតែនៅពេលដែលគាត់ចូលទៅបម្រើនៅក្នុងស្ថាប័នហ្នឹងស្រាប់តែពីលើដល់ក្រោមវាពោពេញដោយរឿងកេងប្រវ័ញ្ចហើយអញ្ចឹងគាត់តាមឡើយសារជាតិខំរៀនដើម្បីជួយសង្គមទៅពេលចូលទៅដល់នៅក្នុងហ្នឹងឃើញសង្គមយើងភាគច្រើនគឺមានទំនោរទៅលើរឿងកេងប្រវ័ញ្ចពីប្រជាពលរដ្ឋទៅហើយគាត់ទៅអាងយ៉ាងទៅតឹងទៅឯងយ៉ាងម៉េចអញ្ចឹងមិនរៀនរស់នៅក្នុងសង្គមនៅក្នុងបរិបទនឹងដែរតែនៅពេលដែលមានច្បាប់បែបហ្នឹងមន្ត្រីដែលមានសមត្ថភាពមន្ត្រីដែលល្អចាប់ផ្ដើមមានអំណាចមានឥទ្ធិពលក្នុងរឿងបង្ហាញជាសាធារណជនថាការកាត់ក្តីបែបណាបុគ្គលមានសមត្ថភាពបែបណាពេលហ្នឹងនឹងមានច័ន្ទចៅការពារពួកមន្ត្រីដែលល្អពួកមន្ត្រីដែលបំពេញនៅភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនហើយជាមន្ត្រីយុតិធម៌បើសម័យកាលប៉ៅចិនមានច័ន្ទចៅប៉ុន្តែច័ន្ទចៅសម័យកាល digital ហ្នឹងមិនបាច់មានច័ន្ទចៅកាន់លំពេងខាន់ដាវទេឲ្យតែទូរស័ព្ទប្រជាពលរដ្ឋមានសិទ្ធិ live ជាសាធារណៈហ្នឹងអូយនឹងសាហាវជាងច័ន្ទចៅទៀត
មន្ត្រីធានាថារួញហ្មងពួកអាខូចធានាថារួញហ្មងនៅក្នុងស្ថាប័នយុតិធម៌ហ្នឹងអញ្ចឹងសួរថាតើអ្វីដែលខ្ញុំលើកឡើងនេះឆ្លើយតបជាមួយសភាពការអត់មានច្បាប់ពីរហ្នឹងគឺសង្ឃឹមអ្វីដែលយើងអាចធ្វើបានហ្នឹងគឺអាចចាប់ផ្ដើមបោសសម្អាតម្ដងបន្តិហើយអាចបំបែកឆ្មានឹងកដុលវិវត្តទៅរកសភាពដើមមកវាហើយគឺឆ្មាជាធម្មជាតិគឺត្រូវតែតាមប្រមាញ់កដុលបើធ្វើរឿងនឹងបានសង្គមយើងចាប់ផ្ដើមមានសង្ឃឹមម្ដងបន្តិចនេះជាការយល់របស់ខ្ញុំលើរឿងបោសសម្អាតស្មូមពីប្រទេសខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍ប៉ុណ្ណឹងអរគុណ